កណានឹងសម្ដែងព្រះធម៌ទេសនាប្រដល់ពួកសាវកទាំង5នៅក្នុងពេលនេះគឺអ្នករាល់គ្នាកំពុងតែជាប់ជំពាក់ទៅដល់ចំណង4ប្រការពួកកណាសប្បាយចិត្តណាស់ដែលបានស្ដាប់ព្រះធម៌របស់ព្រះអង្គអវិជ្ជាគឺជាសេចក្តីទុក្ខមោហៈគឺជាសេចក្តីព្រួយបារម្ភនៅក្នុងជីវិតលោភៈទោសៈគឺជាមូលហេតុនៃអំពើអាក្រក់ភាពច្រណែនគឺជាកំហុសនៃអវិជ្ជាដែលជាប់ជាមួយនឹងមោហៈគេប្រកបជាធ្វើឲ្យជីវិតនៅឆ្ងាយពីពិភពទាំងពីរគឺជាពិភពពន្លឺរបស់ពិភពលោកយើងនេះចូលកុំធ្វើឲ្យខ្លួនរបស់អ្នកឈឺចាំហើយក៏មិនត្រូវចិញ្ចឹមទោសៈរបស់អ្នកត្រូវធ្វើចិត្តជាបច្ឆិមបដិបត្តិមោហៈគឺជាពិភពដែលកើតឡើងនៃសេចក្តីទុក្ខសេចក្តីសុខនិងសេចក្តីទុក្ខវានឹងគ្មានទីបញ្ចប់ទេគឺមានតែផ្លូវមួយគត់ដែលអាចនាំអ្នកឲ្យឆ្លងផុតវាវដ្តសង្សារនេះបានវាគឺជាផ្លូវមួយដែលយើងត្រូវការដើម្បីទៅកាន់ការត្រាស់ដឹងយើងមិនដែលប្រឆាំងជាមួយនឹងអ្នកដទៃហើយក៏មិនធ្វើឲ្យអ្នកណាម្នាក់មានកំហឹងជាមួយនឹងយើងឡើយប៉ុន្តែដើម្បីធ្វើឲ្យបុគ្គលនោះមានសេចក្តីសុខយើងត្រូវដឹកនាំគេឲ្យដើរផ្លូវល្អយើងត្រូវតែបង្រៀនអំពើល្អដល់គេឲ្យគេរកផ្លូវផុតពីសេចក្តីទុក្ខនេះគឺជាចំណេះវិជ្ជាដែលយើងបានត្រាស់ដឹងនៅក្នុងការត្រាស់ដឹងយើងបានពិចារណាវែងឆ្ងាយនៅក្នុងគំនិតសច្ចៈត្រូវបានបែងចែកចូលទៅជាបញ្ហានិងចូលទៅជារឿងរ៉ាវគឺព្រោះតែចិត្តយើងបានបែងចែករវាងអ្នកហើយនិងកុណាប៉ុន្តែនៅក្នុងពេលនេះយើងក៏បានយល់ខុសអំពីសច្ចៈនៃជីវិតមនុស្សលោកត្រូវបានស្វែងរកដោយសារតែអារម្មណ៍លោភៈមោហៈគឺជាសេចក្តីប្រាថ្នាដែលធ្វើឲ្យគេទៅរកការចាប់កំណើតបានធ្វើឲ្យគេភ័យខ្លាចពីការព្យាធិនិងមរណៈអ្វីទាំងនេះគឺជាឫសគល់ដែលបង្កើតឲ្យមានធាតុទាំង4ចំពោះគេដូច្នេះត្រូវតែចេញឲ្យឆ្ងាយពីភាពភ័យខ្លាចនិងសេចក្តីមោហៈមានឱកាសតែម្ដងគត់ត្រូវកាត់ផ្តាច់ពីភាពមោហៈចោល